សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាតកំបាំង KH ក្នុងវីដេអូទី19របស់យើងថ្ងៃនេះតើតួអង្គយក្សដែលយើងធ្លាប់ឮក្នុងរឿងព្រេងនិទានឬឃើញក្នុងចម្លាក់ប្រាសាទបុរាណពិតជាធ្លាប់មានវត្តមាននៅលើភពផែនដីយើងមែនដែរឬទេអស់រយៈពេលរាប់រយឆ្នាំមកហើយវិទ្យាសាស្ត្រផ្លូវការតែងតែអះអាងថាយក្សគឺជាការប្រឌិតរបស់អ្នកនិពន្ធរឿងតែប៉ុណ្ណោះប៉ុន្តែចុះបើសិនជាមានភស្តុតាងដែលជីកចេញពីក្នុងដីបង្ហាញនៅគ្រោងឆ្អឹងនិងដានជើងដែលមានទំហំធំមហិមារហូតដល់ទៅ5ម៉ែត្រឬខ្លះរហូតដល់25ម៉ែត្រនោះចាប់ពីដានជើងយក្សនៅលើភ្នំថ្មរហូតដល់សាកសពយក្សក្បាល2ដែលនៅសេសសល់ដល់សពថ្ងៃនេះយើងនឹងទៅស៊ើបអង្កេតកំពូលភស្តុតាងទាំង5ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងបង្ខំឲ្យយើងត្រូវគិតឡើងវិញពីប្រវត្តិសាស្ត្រមនុស្សជាតិតោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូទាំងអស់គ្នាភស្តុតាងទី1យើងនិយាយពីដានជើងយក្សនៅលើភ្នំថ្មយើងមកចាប់ដើមជាមួយភស្តុតាងដែលច្បាស់បំផុតមួយដែលស្ថិតនៅប្រទេសអាហ្វ្រិកខាងត្បូងនៅលើជញ្ជាំងថ្មក្រានីតដ៏រឹងមាំគេបានប្រទះឃើញដានជើងមនុស្សដែលមានប្រវែងជិត 1.2 ម៉ែត្រអ្នកស្រាវជ្រាវលោក Michael Telliger បានបង្ហាញថាដានជើងនេះមិនមែនជាការឆ្លាក់ដោយដៃមនុស្សឡើយប៉ុន្តែវាគឺជាការជន់ទៅលើកំអែលភ្នំភ្លើងកាលពីសម័យដើមដែលនៅពេលនោះថ្មនៅមានសភាពទន់នៅឡើយបងប្អូនសាកគិតមើលបើដានជើងមានប្រវែងជិត 1.2 ម៉ែត្រនោះមានន័យថាម្ចាស់ដានជើងនេះត្រូវមានកម្ពស់យ៉ាងហោចណាស់ក៏ចន្លោះពី7ទៅ8ម៉ែត្រដែរអ្វីដែលរឹតតែអាចកំបាំងនោះគឺភ្នំថ្មនោះមានអាយុកាលរាប់លានឆ្នាំមកហើយតើមនុស្សប្រភេទណាដែលអាចរស់នៅនិងមានកម្លាំងមហាសាលដល់ថ្នាក់នេះភស្តុតាងទី2យើងនិយាយពីអាចកំបាំងនៃសំណង់ថ្មភស្តុតាងនេះហើយនាំយើងទៅកាន់ប្រទេសលីប៉ង់ក្នុងតំបន់ប្រវត្តិសាស្ត្របាល់បែកនៅទីនោះមានថ្មចតុកោណកែងដ៏ធំមហិមាចំនួន3ដុំដែលគេឲ្យឈ្មោះថា Trilithon ថ្មនីមួយមានទម្ងន់ជាង800តោនដែលត្រូវបានគេលើកយកទៅតម្រៀបគ្នាធ្វើជាគ្រឹះប្រាសាទយ៉ាងខ្ពស់និងស្អាតឥតខ្ចោះសូម្បីតែបច្ចេកវិទ្យាស្ទូចទំនើបបំផុតនាពេលបច្ចុប្បន្នក៏ពិបាកនឹងលើកថ្មទម្ងន់800តោនយកទៅដាក់លើគ្នាឲ្យត្រូវកម្រិតសង់ទីម៉ែត្របែបនេះដែរសំណួរសួរថាតើមនុស្សសាមញ្ញដែលមានកម្ពស់ត្រឹមតែ 1.6 ម៉ែត្រកាលពីសម័យមុនអាចលើកថ្មទម្ងន់ស្មើនឹងយន្តហោះ3គ្រឿងបញ្ចូលគ្នាបានដោយរបៀបណាទ្រឹស្ដីស៊ើបអង្កេតជឿថាទីនេះគឺជាស្នាដៃរបស់ពូជមនុស្សយក្សដែលធ្លាប់ប្រើប្រាស់កម្លាំងបានមហាសាលរបស់ពួកគេដើម្បីកសាងសំណង់ទាំងនេះឡើងភស្តុតាងទី3ការបាត់ដាននៃគ្រោងឆ្អឹងយក្សចំណុចទី3គឺជាអាចកំបាំងដែលពាក់ព័ន្ធនឹងការលាក់បាំងភស្តុតាងកាលពីសតវត្សទី19កាសែតល្បីៗនៅសហរដ្ឋអាមេរិកដូចជា New York Times ធ្លាប់បានចុះផ្សាយរាប់រយដងពីការរកឃើញគ្រោងឆ្អឹងមនុស្សដែលមានកម្ពស់ពី3ទៅ4ម៉ែត្រគ្រោងឆ្អឹងទាំងនោះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំនិងភ្នៅបុរាណទូទាំងអាមេរិកប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់បំផុតនោះគឺនៅពេលដែលគ្រោងឆ្អឹងទាំងនោះត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថាន Smithsonian ស្រាប់តែពួកវាត្រូវបានគេប្រកាសថាបាត់ខ្លួនឬខូចខាតយ៉ាងអាចកំបាំងបំផុតមានមន្ទិលសង្ស័យជាច្រើនបានលើកឡើងថារដ្ឋាភិបាលព្យាយាមបំបត្តិភស្តុតាងទាំងនេះព្រោះពួកគេមិនចង់ឲ្យប្រវត្តិសាស្ត្រដែលយើងធ្លាប់រៀនត្រូវបានផ្លាស់ប្ដូរឬប៉ះពាល់ដល់ទ្រឹស្ដីវិវត្តរបស់មនុស្សជាតិភស្តុតាងទី4គឺយក្សក្បាល2នេះគឺជាភស្តុតាងដែលរូបីបំផុតមួយដែលបងប្អូនអាចឃើញដោយផ្ទាល់ភ្នែកក្នុងសារមន្ទីរនោះគឺសាកសពយក្សដែលមានឈ្មោះថាកាប់ធ្វាតាមរឿងរ៉ាវពិតយក្សរូបនេះមានកម្ពស់ដល់ទៅ 3.5 ម៉ែត្រនិងមានចំណុចពិសេសបំផុតគឺមានក្បាល2គាត់ត្រូវបានគេរកឃើញដោយអ្នកនេសាទជនជាតិអេស្ប៉ាញកាលពីសតវត្សទី17នៅតំបន់ប៉ាតាហ្គោនីទោះបីជាអ្នកខ្លះថាវាជាការកាត់តសាកសពសត្វបញ្ចូលគ្នាប៉ុន្តែការពិនិត្យតាមបែបវិទ្យាសាស្ត្រមិនបានរកឃើញស្នាមដេរឬស្នាមតភ្ជាប់ណាមួយឡើយសាកសពនេះនៅតែបន្តដេកនៅក្នុងទូកញ្ចក់នៃសារមន្ទីរមួយក្នុងរដ្ឋ Maryland ដែលជាសាក្សីបញ្ជាក់ថាមនុស្សយក្សមិនមែនត្រឹមតែជារឿងព្រេងនោះទេភស្តុតាងទី5ភាពស្របគ្នានៃប្រវត្តិសាស្ត្រសកលចំណុចចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍បំផុត
គឺភាពស្របគ្នានៃអរិយធម៌ជុំវិញពិភពលោកបងប្អូនដឹងអត់មិនថាអរិយធម៌អេស៊ីបក្រិចឥណ្ឌាឬម៉ាយ៉ាសុទ្ធតែមានការកត់ត្រានិងរូបចម្លាក់ដែលបង្ហាញពីយក្សជាអ្នកដឹកនាំឬជាអ្នកកសាងពិភពលោកងាកមកមើលមាតុភូមិកម្ពុជាយើងវិញក្នុងវប្បធម៌និងអក្សរសិល្ប៍ខ្មែររឿងរ៉ាវរបស់យក្សគឺមានវត្តមានស្ទើរគ្រប់ទីកន្លែងបងប្អូនអាចឃើញចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្តឬរូបសំណាកទាញព្រ័ត្រនៅខ្លោងទ្វារក្រុងអង្គរធំដែលបង្ហាញពីយក្សមានកម្លាំងមហាសាលតើវាអាចទៅរួចទេដែលអរិយធម៌ទូទាំងពិភពលោកសុទ្ធតែមានការស្រមើស្រមៃដូចគ្នាឬមួយក៏ការពិតទៅយក្សពិតជាធ្លាប់រស់នៅលើផែនដីនេះជាមួយបុព្វបុរសយើងមែនផុសតាងទាំងនេះបានបង្ហាញឲ្យយើងឃើញថាប្រវត្តិសាស្ត្ររបស់ភពផែនដីយើងអាចនឹងមានអត្ថកម្បាំងជាច្រើនជាងអ្វីដែលយើងធ្លាប់បានរៀនទោះបីជាវិទ្យាសាស្ត្រផ្លូវការមិនទាន់ទទួលស្គាល់ 100% ក៏ដោយក៏មិនទើសង្ស័យទាំងនេះនឹងនៅតែបន្តដិតជាប់ក្នុងចិត្តមនុស្សជាតិជានិច្ចចុះបងប្អូនវិញយល់យ៉ាងណាដែរតើក្នុងចំណោមផុសតាងទាំង5នេះបងប្អូនជឿលើចំណុចណាជាងគេតើបងប្អូនគិតថាយក្សពិតជាធ្លាប់មានវត្តមានមែនដែរឬទេកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាន Channel ពិភពអាតកំបាំង KH រហូតមកដល់វីដេអូទី19នេះកុំភ្លេចចុច Like និង Subscribe ដើម្បីបន្តដំណើរស្វែងរកការពិតជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា